មានសួរលោកគ្រូខ្ញុំបានឈ្មោះគួយសមនសវណ្ណរតន៍មកក្រុម AU5 ធ្វើ topic ពី Pi អញ្ចឹងដំបូងគេខ្ញុំធ្វើការ remote ទៅ ASX អញ្ចឹងបន្តមកទៀតខ្ញុំវាយ clear ហើយបន្តមកទៀតខ្ញុំវាយ comment HMI ខ្ញុំ load មកឈ្មោះ rad អញ្ចឹងបន្តមកទៀតខ្ញុំធ្វើការវាយ ls អញ្ចឹងវា load folder មកវាយ ls អញ្ចឹងវា load មកជាជួរ13ជួរមានលេខអញ្ចឹងខ្ញុំ clear សិនហើយខ្ញុំធ្វើការកើត folder ខ្ញុំដាក់ឈ្មោះថា booking.txt បាយ i ខ្ញុំដាក់book 1 book 2 book 3 book 4 book 5 អញ្ចឹងបន្តមកទៀតខ្ញុំធ្វើការចុច escape ហើយខ្ញុំចុច W អញ្ចឹង save ហើយអញ្ចឹងខ្ញុំចុចបន្តទៀត Q ចាក់ចេញអញ្ចឹងដំបូងទៀតយើងធ្វើការចូលទៅក្នុង folder ខ្ញុំវាយ comment cat ដាក់ឈ្មោះមិញ booking.txt ចឹងឲ្យវា show មកតែ3ជួរឯងចឹងវាចេញbook 1 book 2 3ចឹងខ្ញុំម្ដងទៀត cat ចឹងវីដេអូហ្នឹងចប់ហើយអរគុណគ្រូ